Ok ngàyនេះខ្ញុំមាន tip តូចមួយចែកតងទៅនឹងមានន័យថាបងប្អូនដែលចាប់ផ្ដើមជាមួយនឹងវិស័យ bartender លក្ខណៈថាអានេះគឺងាយស្រួលចងចាំស្រាហើយនឹងស្រួលក្នុងការធ្វើតាក់ទងទៅនឹងស្រាប់ផ្សេងៗអញ្ចឹងអានេះសម្រាប់បទពិសោធន៍របស់ខ្ញុំទេដែលខ្ញុំចាប់ផ្ដើមតាក់ទងទៅនឹង bartender តែវាមានជាទូទៅទេអញ្ចឹងសម្រាប់បារមួយពេលដែលគាត់ចូលទៅគាត់នឹងចាប់ខ្លួនឯងឲ្យថាគាត់ធ្វើមិនដើម្បីឲ្យចាំទៅតងទៅនឹងស្រាប្រភេទស្ពឺរៀតឬមួយក៏ប្រភេទវ៉ាញ់ផ្សេងៗជាទូទៅសម្រាប់ counter bar យើងបែបនេះហើយយើងស្រាយើងដាក់នៅពីមុខនិងខាងក្រោមនេះអញ្ចឹងពេលដែលទៅដល់យើងត្រូវរៀបទី1ដូចខ្ញុំរៀបមានជីនវ៉ូដកាបាកាឌីតាគីឡាអូខេត្រាប៉ាសិចអញ្ចឹងមានន័យថាជាប្រភេទស្រាសគឺយើងរៀបមកពីខាងមុខនេះបែបនេះបន្តមកទៀតបើយើងចាប់ផ្ដើមដាក់ជាប្រភេទគេហៅថាជាប្រភេទvermouth ឬមើលលក្ខណៈណាដូចជា martini អីចឹងនៅខាងក្រោមនេះតែសម្រាប់ basic របស់ខ្ញុំគឺស្រាសខ្ញុំដាក់នៅខាងមុខអញ្ចឹងយើងមាន gin vodka bacardi tequila ត្រាប៉ាសិចយើងមានតរហូតទៅគឺបើសិនជាបារយើងវែងម៉ានគឺយើងដាក់អញ្ចឹងហើយដាក់ជារៀងរាល់ថ្ងៃជាប្រចាំគឺដាក់បែបហ្នឹងទី1គឺស្រួលក្នុងការចាប់ពេលដែលយើងចាប់យកមកធ្វើយើងចាប់អូខេចាក់លាយដាក់ចូលវិញចាប់លាយដាក់ចូលវិញអូខេអញ្ចឹងយើងនឹងចាំដៃយើងនឹងចាំឈ្មោះស្រួលក្នុងការមានន័យថា practice every day ហើយបើសិនជា busy បាយ៉ាងម៉េចក៏ដោយក៏យើងនៅធ្វើតន់ដែរតែបើសិនជាយើងដាក់វាតទៅពីថ្ងៃនេះដាក់អញ្ជិះថ្ងៃនោះដាក់អញ្ជិះយើងបាគឺ missing ហើយមានន័យថាយើងធ្វើពិបាកនៅក្នុងការធ្វើអញ្ចឹងសម្រាប់វីដេអូនេះ tip ហ្នឹងមានតែប៉ុណ្្នឹងទេខ្ញុំចែករំលែកសម្រាប់គ្នាយើងដែលជាបាថ្មីនេះសម្រាប់បាថ្មីនេះបើសិនជាបងលក្ខណៈថាជាប្រភេទបាបែបលក្ខណៈថាជា manager បាឬក៏ supervisor មានជាវីដេអូល្អៗអាចជួយ recommend ផងអញ្ចឹងសម្រាប់ tip របស់ខ្ញុំគឺមានប៉ុណ្ណឹងជូនទៅសម្រាប់គ្នាយើងដែលចាប់ផ្ដើមតាក់ទងទៅនឹងវិស័យ bartender ត្បូង